Súng vấp thua Campuchia tàu vàoประชังសកម្មភាពរបស់ថៃនៅប្រាសាទតាក្របីជាទង្វើរំលោភបំពានអន្តរជាតិជាទង្វើរំលោភច្បាប់អន្តរជាតិភ្នំពេញក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានចេញសេចក្តីថ្លែងការណ៍តវ៉ាប្រឆាំងយ៉ាងខ្លាំងចំពោះសកម្មភាពដ៏កក្លឿនរបស់ថៃនៅប្រាសាទតាក្របីរួមមានការបាញ់បំផ្លាញការឈ្លានពានកាន់កាប់និងការអនុវត្តគម្រោងសាងសង់នានានៅក្នុងនិងជំវិញទីតាំងបុរាណស្ថិតក្នុងដែនដីអធិបតេយ្យភាពរបស់កម្ពុជាក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី22ខែមករាឆ្នាំ2026ក្រសួងបានឲ្យដឹងថាប្រាសាទតាក្របីបានទទួលរងការបាញ់បំផ្លាញពីយោធាថៃស្ទើរតែខ្ទេចរូបរាងទាំងស្រុងក្រសួងបានបញ្ជាក់ថាប្រាសាទនេះគឺជាទីតាំងបុរាណស្ថិតទីតាំងបុរាណស្ថានដែលត្រូវបានអភិរក្សនិងការពារយ៉ាងតឹងរ៉ឹងដោយស្ថាប័នវប្បធម៌កម្ពុជាហើយជាទីតាំងគោរពសក្ការៈតាមជំនឿប្រពៃណីនិងទំនៀមទម្លាប់របស់ប្រជាជនកម្ពុជាតាំងពីដើមរៀងមកសេចក្តីថ្លែងការណ៍នេះបន្តពីសេចក្តីប្រកាសតវ៉ារបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី2ខែមករាឆ្នាំ2026ដែលបានបញ្ជាក់ជំហររបស់រាជរដ្ឋាភិបាលកម្ពុជាថាសកម្មភាពរបស់ថៃគឺជាការរំលោភបំពានធ្ងន់ធ្ងរទៅលើច្បាប់អន្តរជាតិក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានប្រឆាំងជាដាច់ខាតចំពោះការប្រើប្រាស់កម្លាំងប្រដាប់អាវុធដើម្បីឈ្លានពានឬកាន់កាប់ប្រាសាទតាក្របីព្រមទាំងបានបដិសេធគម្រោងនិងសកម្មភាពណាមួយដែលធ្វើឲ្យប្រែប្រួលស្ថានភាពតំបន់នោះក្រសួងបានចាត់ទុកសកម្មភាពទាំងនេះថាជាការរំលោភបំពានទៅលើគោលការណ៍ជាមូលដ្ឋាននិងមិនអាចបដិសេធបានច្បាប់អន្តរជាតិដែលហាមឃាត់ការកាន់កាប់ទឹកដីដោយប្រើប្រាស់កម្លាំងក្រសួងបានព្រមានថាការខូចខាតប្រាសាទតាក្របីមិនត្រឹមតែជាការប៉ះពាល់ដល់អធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាប៉ុណ្ណោះទេប៉ុន្តែវាជាការបាត់បង់មរតកវប្បធម៌ដែលមិនអាចស្ដារឡើងវិញបានក្នុងសេចក្តីថ្លែងការណ៍ដដែលក្រសួងវប្បធម៌និងវិចិត្រសិល្បៈបានអំពាវនាវឲ្យភាគីថៃបញ្ឈប់ជាបន្ទាន់សកម្មភាពបំផ្លិចបំផ្លាញនិងគម្រោងសាងសង់ទាំងអស់នៅក្នុងជុំវិញប្រាសាទតាក្របីហើយងាកមករកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីនិងគោរពពេញលេញតាមសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904និងឆ្នាំ1907ដែលកម្ពុជាបានអះអាងថាកំណត់ខ្សែព្រំដែននៅតំបន់នោះយ៉ាងច្បាស់លាស់បាទព័ត៌មាននេះមានតែប្រមាណប៉ុណ្ណេះឯងបងប្អូនអរគ្នារកការអានរបស់ខ្ញុំបាទមានការខុសឆ្គងយ៉ាងណាសូមបងប្អូនអធិស្ឋានហើយសម្រាប់បងប្អូនដែលមកថ្មីតែបានចុច Subscribe Channel របស់ខ្ញុំបាទសូមបងប្អូនជួយចុច Subscribe ដើម្បីបានវីដេអូថ្មីៗជាបន្តទៀតនៅពេលក្រោយបាទគណៈពេលនេះខ្ញុំបាទសូមអរគុណសូមជម្រាបលា